ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះក្រុមរបស់យើងខ្ញុំធ្វើការពិសោធន៍ចំពោះ Retro Reflective Sensor ចំពោះ Retro Reflective Sensor នេះមានពីរផ្នែកគឺ Emitter ដែលមាននាទីបញ្ចេញពន្លឺនិង Receiver មាននាទីទទួលពន្លឺនិង Retro Reflector មានតួនាទីសម្រាប់បញ្ជូនពន្លឺតាមរយៈចំណាំងផ្លាកចំពោះឧបករណ៍ដែលយើងយកមកដំឡើងមានដូចជាបង្គោលជំនួយពីដើមបន្ទះជ័រឬនាមប័ណ្ណយើងមានក្តារបតយើងមានRetro Reflective Sensor បន្ទាប់មកយើងមាន Retro Reflector ឬក៏កញ្ចក់ជំនួយមានគ្រឿង accessory ឬក៏ Tone Office និងយើងមានក្តារ control ដែលមានមុខងារ3ផ្នែកគឺ Input Power Terminal និង Output ចំពោះវិធីសាស្ត្រក្នុងការដំឡើង Retro Reflective Sensor នឹងជាដំបូងយើងត្រូវយកបង្គោលជំនួយនិង MSO មកដាក់ភ្ជាប់គ្នាបន្ទាប់មកយើងយក Sensor មកភ្ជាប់ជាមួយនឹងបង្គោលជំនួយមកដាក់ឲ្យទល់មុខគ្នាជាមួយនឹង MSO ដើម្បីងាយស្រួលឲ្យ emitter ចាំងពន្លឺទៅចំ MSO រួច MSO នឹងងាយនឹងបញ្ជូនពន្លឺចាំងផ្លាតមក receiver វិញបន្ទាប់មកយើងយកខ្សែទាំង3របស់ sensor ទៅភ្ជាប់នឹង terminal ដែលខ្សែពណ៌ខៀវយើងភ្ជាប់ទៅដកខ្សែពណ៌ត្នោតយើងភ្ជាប់ទៅបូកនិងខ្សែពណ៌ខ្មៅយើងភ្ជាប់ទៅអាវបន្ទាប់មកយើងយកខ្សែទៅភ្ជាប់ជាមួយនឹងចរន្តឆ្លាស់ឬក៏ ACបន្ទាប់មកយើងបើក disjonctor ដើម្បីមានចរន្តភ្លើងរត់ចូលចំពោះនៅក្នុងលក្ខខណ្ឌ dark mode នឹងនៅពេលដែលយើងមិនទាន់ដាក់ object អ្វីមួយនៅមុខ sensor នេះទេនោះនឹងមិនទាន់មានភ្លើងទេនៅក្នុង output នៅពេលដែលយើងដាក់ object អ្វីមួយចូលទៅនោះវានឹងភ្លើងនៅ output បើសិនជាយើងដាក់ object ដែលថ្លានោះនៅក្នុង output វាមិនភ្លើងទេដោយសារតែ sensor មិនអាចចាប់សកម្មភាពរបស់ object បានតែចំពោះឧបករណ៍ផ្សេងក្រៅពីរបស់ថ្លាវាចាប់បានធម្មតានៅពេលដែលយើងចង់បដូរទៅលក្ខខណ្ឌ Light Mode យើងត្រូវយកគ្រឿង accessory ទៅមូលនៅលើ sensor មកអក្សរ L នៅក្នុងលក្ខខណ្ឌ Light Mode នេះភ្លើងរបស់ output នឹងភ្លឺរហូតនៅពេលដែលយើងដាក់ object អ្វីមួយចូលទៅ sensor នឹងចាប់បានរួចទៅភ្លើងនៅលើ output នឹងរលត់តែបើសិនជាយើងដាក់ឧបករណ៍ឬក៏ object ដែលមានសភាពថ្លានោះ sensor ចាប់មិនបានធ្វើឲ្យភ្លើងនៅលើ output នៅភ្លឺដដែលប្រសិនបើយើងដាក់ object ផ្សេងទៀតដែលមានសភាពក្រាស់ហើយស្រអាប់នោះភ្លើងនៅលើ output នឹងរលត់សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ